បាទជំរាបសួរបងប្អូនទាំងអស់គ្នាដែលចូលចិត្តសន្លាញ់ការចិញ្ចឹមសត្វទាំងអស់គ្នាជាទីនឹករលឹកជាទីរាប់អានបាទត្រឡប់មកកាន់ Channel YouTube Cambo Farm របស់ខ្ញុំបាទម្ដងទៀតសាជាថ្មីតើតើទៅនឹងការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារតែមកដល់ថ្ងៃនេះតើបងប្អូនមានបានចាប់ផ្ដើមចិញ្ចឹមសត្វជាលក្ខណៈគ្រួសារដាំបន្លែជាលក្ខណៈគ្រួសារហើយឬនៅបាទយើងចូលរួមការធ្វើការងារកសិកម្មជាលក្ខណៈគ្រួសាររបស់យើងឲ្យបានច្រើនបាទចំនួនចំទាចំជ្រូកអីជាដើមជាលក្ខណៈគ្រួសារយើងតិចតួចដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់យើងឲ្យបានគ្រប់គ្រាន់ជៀសវាងកាត់បន្ថយការចំណាយផ្សេងដែលមិនចាំបាច់បាទដោយកលៈទេសៈស្រុកទេសយើងសពថ្ងៃនេះឃើញថាវាមានការប្រែប្រួលច្រើនតែទាមទារឲ្យកសិកររបស់យើងចូលរួមក្នុងការចិញ្ចឹមសត្វឲ្យបានច្រើនឲ្យបានគ្រប់គ្នាបាទជាក់ស្ដែងដែលយើងបានឃើញមួយរយៈកាលចុងក្រោយនេះជាដឹងស្រាប់ហើយបាទអញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាបាទចិញ្ចឹមសត្វដោយបងប្អូនបានឃើញក្នុងវីដេអូរបស់ខ្ញុំបាទអញ្ចឹងគឺមានមាន់មានទាបាទជាលក្ខណៈគ្រួសារហូបខ្លួនឯងគ្រប់គ្រាន់សោះខ្លះដើម្បីលក់ចែកទៅដល់សហគមន៍បងប្អូនបាទត្រូវការបន្តិចតួចចំណងដៃការបន្ទានអីយើងមានបាទត្រូវការនេះតិចតួចយើងអាចលក់ដោះដូរអីបានអញ្ចឹងខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនចិញ្ចឹមបាទទាំងអស់គ្នាហើយខ្ញុំនៅតែមិនទាន់លើកទឹកចិត្តឲ្យបងប្អូនចិញ្ចឹមជាលក្ខណៈកសិដ្ឋានទេបាទចំច្រើនវាត្រូវការបត់ពិសោធន៍ខ្លាំងត្រូវការពេលវេលាក៏ច្រើនហានិភ័យក៏ខ្ពស់បាទហើយយើងក៏ដឹងដែរថាពេលយើងចិញ្ចឹមច្រើនហានិភ័យមួយទៀតនោះគឺការប្រឈមរកទីផ្សារបាទអញ្ចឹងយើងចាំជាលក្ខណៈគ្រួសារដោយបងប្អូនបានឃើញវីដេអូរបស់ខ្ញុំកន្លងមកអញ្ចឹងគឺវ៉ាន់ទារបស់ខ្ញុំមិនដាច់ទេគឺក្រោម50 60 70ក្បាលអីហ្នឹងគឺមានមិនដាច់ទេបាទអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចិញ្ចឹមអញ្ចឹងបាទមេមាន់3 4 5អញ្ចឹងទៅទាមេ3 4 5អញ្ចឹងបានបាទដើម្បីចូលរួមកាត់បន្ថយការចំណាយមិនចាំបាច់នៅក្នុងក្រុមគ្រួសាររបស់យើងបាទពីព្រោះពេលដែលយើងទិញម្ហូបពីផ្សារមកថ្លៃបាទហើយជាក់ស្ដែងពេលដែលយើងយកលក់ទៅទីផ្សារវិញតែជាថោកបាទអញ្ចឹងគឺខ្ញុំជាបឋមខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចិញ្ចឹមសម្រាប់ទប់ទល់ជីវភាពគ្រួសាររបស់យើងបាទកាត់បន្ថយការចំណាយបានច្រើនអញ្ចឹងបងប្អូនចាប់ផ្ដើមចិញ្ចឹមទាំងអស់គ្នាដោយសេចក្តីស្រឡាញ់នៃការចិញ្ចឹមសត្វបាទពីព្រោះការចិញ្ចឹមសត្វហ្នឹងគឺល្អណាស់ពីព្រោះធ្វើឲ្យអារម្មណ៍របស់យើងនឹងស្រស់ស្រាយស្រស់ថ្លាពេលដែលយើងបានឃើញមាន់ទាយើងដូចឃើញក្នុងរូបហ្នឹងទៅនិយាយថាអារម្មណ៍របស់យើងវាស្រួលវាសប្បាយតាមឃើញមាន់ទាយើងវាធំលូតលាស់ល្អតាមការចង់បានរបស់យើងអញ្ចឹងទៅណាបាទហ្នឹងហើយវាល្អសម្រាប់ការចិញ្ចឹមសត្វរបស់យើងបាទហើយក្នុងវីដេអូនេះមាននេះទេគាត់ថាចង់សំណេះសំណាលលេងជាមួយបងប្អូននៅវីដេអូខ្លីថតរូបជាមួយនឹងសកម្មភាពមាន់បង្ហាញបងប្អូនបាទទាំងអស់គ្នាបានទស្សនាបាទហើយចង់បញ្ចប់វីដេអូនេះសូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អជោគជ័យរាល់ភារកិច្ចការងារហើយនឹងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅមកគ្រប់ទីកន្លែងដែលបងប្អូនប្រាថ្នាចង់ទៅបាទសូមអរគុណសូមជម្រាបលា